ដឹកវិរៈកងទ័ពរបស់យើងអត់ទាន់ចេញមកនៅឡើយទេណាបាទនេះរថយន្តដឹកខាងក្រុមគ្រួសារវិរៈកងទ័ពទេកងទ័ពយើងមិនទាន់ចេញមកនៅឡើយទេប្រិមិត្តទស្សនិកជនអញ្ចឹងរងចាំតាមដានទស្សនាជាមួយនឹងក្រុមការងារយើងបាទជាបន្តទៀតអញ្ចឹងប្រិមិត្តយើងនៅឯគេហដ្ឋានបាទទោះបីជាលោកអ្នកមិនបានមកចូលរួមផ្ទាល់ក៏អាចទស្សនាតាមរយៈការផ្សាយផ្ទាល់ពីសារព័ត៌មានCR New Line 24ម៉ោងបាទក្រុមការងារយើងកំពុងតែធ្វើការផ្ដិតរូបភាពនឹងគឺការផ្សាយផ្ទាល់បាទចេញពីអតីតពលានយន្តហោះអន្តរជាតិភ្នំពេញតែម្ដងដែលស្ថិតនៅតាមបណ្ដោយមហាវិទ្យាល័យសហព័ន្ធរុស្ស៊ីបាទសង្កាត់កកាបមួយខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទចឹងប្រិមិត្តនៅតាមគេហដ្ឋានទាំងក្នុងនិងក្រៅប្រទេសក៏ដូចជាប្រិមិត្តរបស់ស្ថានីយ៍វិទ្យុ Fresh FM 87.7 MHz យើងទោះបីលោកអ្នកមិនបានមកចូលរួមផ្ទាល់លោកអ្នកអាចទស្សនានៅឯគេហដ្ឋានតាមរយៈការផ្សាយផ្ទាល់ពីអង្គភាពសារព័ត៌មាន CR New Line 24ម៉ោងយើងខ្ញុំបានផងដែរបាទយើងចាត់ទុកថាថ្ងៃនេះសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងបាទចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រមួយបាទចាត់ទុកជាកាដូអនុស្សាវរីយ៍នាឱកាសឆ្នាំសកល2026នឹងចូលមកដល់នាពេលខ្លីខាងមុខនេះយើងទទួលបានមកវិញហើយនៅវិរៈកងទ័ពបងអាចក្លាហានរបស់យើងទាំង18រូបដែលលោកបូជាសាច់ស្រស់ឈាមស្រស់ដើម្បីខ្មែរយើងទាំង17លាននាក់បាទពួកយើងទាំងអស់គ្នានោះទេបាទយើងមានតែការរំភើបញាប់ញ័រនឹងការរងចាំទទួលស្វាគមន៍និងលើកទឹកចិត្តទៅដល់វិរៈកងទ័ពរបស់យើងបាទគ្រប់ទីតាំងទាំងអស់បានទៅក៏សូមជូនពរទៅដល់វិរៈកងទ័ពរបស់យើងបាទគ្រប់បាទទីតាំងទាំងអស់សូមមានសុខភាពល្អបាទកម្លាំងពលំរឹងមាំបាទដើម្បីការពារទឹកដីបូរណភាពទឹកដីរបស់យើងជាបន្តទៅទៀតបាទបាទលើខាងសមត្ថកិច្ចលោកកំពុងតែធ្វើការរៀបសណ្ដាប់ធ្នាប់ដើម្បីឲ្យងាយស្រួលដល់ក្បួនរថយន្តរបស់វិរៈកងទ័ពរបស់យើងចេញបាទយើងឃើញថាសន្ទុះនៃទឹកចិត្តរបស់បងប្អូនជីវរដ្ឋយើងបាទច្រើនតលតែមែនទែនបាទរហូតដល់កកស្ទះចរាចរណ៍នៅណានតាន់តាប់តែម្ដងនៅអតីតមុខពលានយន្តហោះអន្តរជាតិភ្នំពេញនេះបាទបាទក្រុមការងារក៏សូមមេត្តាខន្តីអភ័យទោសសម្រាប់ប្រិមិត្តទស្សនិកជនដែលកំពុងតែទស្សនាការផ្សាយផ្ទាល់ពី CR New Line 24ម៉ោងបាទរាល់ការរអាក់រអួលខាងរូបភាពនិងសម្លេងក៏ខាងបច្ចេកទេសក៏មេត្តាខន្តីអភ័យទោសទុកជាមុនដោយសារតែបញ្ហាអាកាសធាតុក្តៅមែនទែនបាទប្រិមិត្តយើងបាទទូរស័ព្ទមួយគឺឡាយបានមួយផ្លេតទេបាទឡាយបានតាម4-5នាទីគឺគប់ពេលលុតឈឹងបាទនេះបាំងទាំងឆាត់បាំងទាំងមួកទៀតផងក៏នៅតែទប់នឹងកម្ដៅពន្លឺព្រះអាទិត្យមិនចង់ជាប់អញ្ចឹងបើសិនជាឡាយទៅមានការឡាអួលផ្នែករូបភាពក៏ដូចជាសម្លេងក៏សូមមេត្តាខន្តីអភ័យទោសប្រិមិត្តទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសទុកជាមុនផងដែរបាទប្រិមិត្តទស្សនិកជនបាទទស្សនានៅឯកដ្ឋានឃើញស្រាប់ហើយបាទរូបភាពនិងរូបភាពជាក់ស្ដែងដែលក្រុមការងារយើងកំពុងតែចាប់ប្លង់បង្ហាញនេះគឺទស្សនភាពបងប្អូនប្រជាពលរដ្ឋយើងក៏ដូចជាមន្ត្រីរាជការបាទអាជ្ញាធរគ្រប់ស្ថាប័នក្រសួងនានាក៏ដូចជាបងប្អូនសិស្សគ្រប់វិទ្យាល័យអនុវិទ្យាល័យបាទក៏បានបញ្ចូលរួមក្នុងការរងចាំបាទទទួលស្វាគមន៍និងលើកទឹកចិត្តដល់វិរៈកងទ័ពរបស់យើងទាំង18រូបនិងមកដល់នាពេលបន្តិចទៀតនេះផងដែរបាទយើងឃើញថាសម្លេងស្រែកជ័យខុសបាទនិងកវីទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជារបស់យើងកំពុងតែបក់រវិចបាទហាក់បីដូចជាទន្ទឹងរងចាំស្វាគមន៍បាទនឹងជូនដំណើររបស់វិរៈកងទ័ពរបស់យើងដែលអញ្ជើញវិលត្រឡប់មកប្រទេសមាតុភូមិយើងវិញដើម្បីជួបជុំជាមួយនឹងក្រុមគ្រួសារសាច់ញាតិបងប្អូននាឱកាសបុណ្យចូលឆ្នាំសកលនាពេលដ៏ខ្លីខាងមុខនេះមើលបងយ៉ាលុតអត់អីហ៎អូហ្នឹងបាំងឆាត់អត់ទេ
បាទប្រិមិត្តទស្សសនិកជនមកដល់ពេលនេះយើងឃើញថាបាទអាកាសធាតុគឺក្តៅតែម្ដងបាទក្តៅចង់ឆេះមនុស្សហើយប្រិមិត្តយើងបាទបញ្ហាអាកាសធាតុក្តៅតែម្ដងបាទសូម្បីតែទូរស័ព្ទយើងឡាយបានតែបាទទទួលគឺក្តៅរលត់បាត់ហើយបាទអញ្ចឹងក្រុមការងារមានតែការសុំខន្តីអភ័យទោសប្រិមិត្តយើងទុកជាមុនរាល់កំហុសខុសឆ្គងក៏ដូចជាផ្នែករូបភាពនិងបច្ចេកទេសសម្លេងមានការឡាក់លួលក៏សូមមេត្តាខន្តីអភ័យទោសទុកជាមុនផងដែរបាទសូមមេត្តាជួយ share ទាំងអស់គ្នាប្រិមិត្តដែលកំពុងទៅទស្សនានៅឯកេដ្ឋានក៏ដូចជាប្រិមិត្តរបស់ស្ថានីយ៍វិទ្យុ Fresh FM 87.7 MHz ក៏ដូចជាប្រិមិត្តស្ថានីយ៍វិទ្យុផ្សាយបន្តខេត្តតាកែវ FM 107.7 MHz ខេត្តតាកែវបាទសូមជួយ share ទាំងអស់គ្នាផងដែរដោយសារតែក្រុមការងារយើងកំពុងតែធ្វើការផ្សាយផ្ទាល់ចេញពីមុខអតីតពលានយន្តហោះអន្តរជាតិភ្នំពេញតែម្ដងនៅពេលនេះអញ្ចឹងប្រិមិត្តនៅឯខេត្តតាកែវខេត្តកំពតអាចធាតុអាកាសវិទ្យុ Fresh FM 100បាទផ្ទាល់ក៏ដូចជាប្រិមិត្តនៅឯទឹកដីរាជធានីភ្នំពេញអាចស្ដាប់ផ្ទាល់តាមរយៈការ live ផ្ទាល់ពីស្ថានីយ៍វិទ្យុ Fresh FM 87.7 MHz រាជធានីភ្នំពេញបាទហើយសម្រាប់ប្រិមិត្តខេត្តតាកែវនិងកំពតកំពង់ស្ពឺបាទក៏អាចស្ដាប់នឹងទស្សនាតាមរយៈការផ្សាយផ្ទាល់បាទស្ថានីយ៍វិទ្យុផ្សាយបន្តបាទ Fresh FM 107.7អង្គភាពសារព័ត៌មាន CNU Live 24 ម៉ោងបាទសូមមេត្តាជួយ share ទាំងអស់គ្នាក្នុងការចែករំលែកបាទបាទយើងឃើញថាបញ្ហាអាកាសធាតុសម្រាប់ថ្ងៃនេះបាទក្តៅមិនថាថ្ងៃនេះទេប្រិមត្តយើងបាទក្តៅជារៀងរាល់ថ្ងៃតែសម្រាប់ថ្ងៃនេះគឺជាថ្ងៃដ៏ជាថ្ងៃប្រវត្តិសាស្ត្រមួយដែលបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាមានក្តីរំភើបសប្បាយរីករាយបាទទាំងក្មេងទាំងចាស់បាទទោះបីជាអាកាសធាតុក្តៅបាទយ៉ាងណាក៏ដោយបាទពួកគាត់មិនត្អូញត្អែមិនរុញរាបាទឈររងចាំទទួលស្វាគមន៍នៃការអញ្ជើញមកដល់វីរៈកងទ័ពទាំង18រូបរបស់យើងបាទទោះបីជាក្តៅយ៉ាងណាក៏ដោយមិនហ៊ានត្អូញត្អែទេបាទសុខចិត្តបាទទទួលអាវបាំងមួកបាទទោះបីជាក្តៅយ៉ាងម៉េចក៏នៅតែទឹកមុខញញឹមញញែមតែម្ដងជាពិសេសបាទក្មួយនៅខាងក្រៅខ្នងខ្ញុំបាទនៅសើឆ្ងេងនៅឡើយទៅក្តៅប៉ុណ្ណឹងហើយគាត់នៅសើក្បាយដោយសារតែគាត់សប្បាយរីករាយនឹងរំភើបនៃការអញ្ជើញមកដល់វីរៈកងទ័ពរបស់យើងបាទការនេះចុកដៃបាទប្រិមិត្តទស្សនិកជនបាទបាទយើងក៏លេចទៅមើលទង់ជាតិព្រះរាជាណាចក្រកម្ពុជារបស់យើងកំពុងតែបក់រវិចទៅតាមវីដេអូដែលកំពុងតែបក់បោកបាទទៅមកហាក់បីដូចជាបាទញញឹមទទួលរងចាំស្វាគមន៍ការវិលត្រឡប់ពីទីតាំងរបស់លោកដែលត្រូវបានអញ្ជើញវិលត្រឡប់មកកាន់មាតុភូមិវិញដោយសារតែការចាប់របស់យោធាថៃពីវីរៈកងទ័ពរបស់យើងចំនួន18រូបបាទគិតមកដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025នេះគឺរហូតដល់155ថ្ងៃទៅហើយបាទគឺគិតត្រឹមថ្ងៃទី31ខែធ្នូនេះគឺ155ថ្ងៃបើយើងគិតទៅមិនតិចខែទេប្រិមិត្តទស្សនិកជនណាបាទជិតកន្លះឆ្នាំបាត់ទៅហើយដោយសារតែការគាត់ប្រណភាពទឹកដីពីចៅឈ្លានពានបាទការពារទឹកដីអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើងទាំង17លាននាក់បាទក៏ស៊ូលះបង់បាទឃ្លាតឆ្ងាយពីក្រុមគ្រួសារប្រពន្ធកូនបាទដើម្បីតែការពារទឹកដីរបស់យើងពីចៅឈ្លានពានបាទអញ្ចឹងហើយថ្ងៃនេះទោះបីជាអាកាសធាតុក្តៅយ៉ាងណាហត់នឿយប៉ុណ្ណាបងប្អូនប្រជាពលរដ្ឋយើងបាទមិនត្អូញត្អែទេបាទមិនស្រីទេក្តៅកកបាទសូមខន្តីទៅប្រិមិត្តយើងបាទសូមពេលអ៊ីទឹកមកទៀតសូមដាក់ដៃស្វាយើងការនាងញ័រដៃមែនបាទប្រិមិត្តទស្សនិកជនមកសំខាន់ទៅខន្តីភ័យទោសដោយសារតែបញ្ហាអាកាសធាតុក្តៅមែនទែនបាទនឹងដាក់កាមេរ៉ាចាំបងប្អូនត្រីមួយបាទសូមសួរពីអារម្មណ៍បងប្អូនត្រីបាទជំរាបសួរខាងបងប្អូនត្រីឈ្មោះដែរបងប្អូនត្រីមកសុគន្ធាអញ្ជើញមកពីខាងណាវិញនៅភ្នំពេញនៅដំណើរចានៅទូកកចាណោះ
ហើយទទួលបានព័ត៌មានពីខាងណាមកវិញថាវិរៈកងទ័ពរបស់យើងត្រូវបានវិលត្រឡប់មកមាតុភូមិវិញនេះខ្ញុំមើលព័ត៌មានអត់នៅក្នុង Facebook មើលព័ត៌មានតាមបណ្ដាញ Facebook ហ៎ចាហើយបងត្រីមានអារម្មណ៍យ៉ាងណាដែលបានទទួលព័ត៌មានថាពេលដែលយោធាថៃត្រូវបានដោះលែងវិរៈកងទ័ពរបស់យើងវិលមកទឹកដីកម្ពុជាយើងវិញនៅថ្ងៃនេះមានអារម្មណ៍យ៉ាងម៉េចដែរមានអារម្មណ៍ថាសប្បាយរីករាយដែលពួកគាត់បានត្រឡប់មកមាតុភូមិវិញហើយសំខាន់គឺមានសុខភាពល្អទាំងអស់គ្នាបាទហើយក្នុងចំណោមវិរៈកងទ័ពរបស់យើងទាំង18រូបមានជាប់សាច់ញាតិបងប្អូនកូនក្មួយរបស់បងត្រីដែរទេអត់មានទេពូប៉ុន្តែក្នុងនាមជាជនជាតិខ្មែរដូចគ្នាខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលគាត់ត្រឡប់មកវិញដោយសុខសុវត្ថិភាពបាទជាចុងក្រោយក្មួយបងត្រីមានពីអ្វីអ្វីជូនពរទៅដល់វិរៈកងទ័ពរបស់យើងជូនពរឲ្យគាត់មានសុខភាពល្អទាំងអស់គ្នាជាពិសេសសូមឲ្យមានសុខសន្តិភាពសម្រាប់ប្រទេសកម្ពុជាបាទអរគុណច្រើនសម្រាប់បងត្រីបាទអរគុណច្រើនបាទជំរាបលាបាទប្រិមិត្តទោសសនិកជនបាទនេះទឹកចិត្តបាទទឹកចិត្តពីបងស្រីសុគន្ធាបាទនៅទួលកកឯណោះបាទគាត់ទទួលបានព័ត៌មាននេះថាវិរៈកងទ័ពរបស់យើងត្រូវបានដោះលែងឲ្យវិលត្រឡប់មកជួបក្រុមគ្រួសារនិងសាច់ញាតិរបស់ពួកគាត់វិញគាត់ក៏បានទទួលព័ត៌មានតាមរយៈបណ្ដាញសង្គមហើយបងស្រីក៏បានមកបាទចូលរួមដើម្បីរងចាំទទួលនៃការអញ្ជើញនៃការត្រឡប់មកមាតុប្រទេសវិញពីវិរៈកងទ័ពរបស់យើងទាំង18រូបផងដែរបាទយើងឃើញហើយទស្សនវិជ្ជាជាក់ស្ដែងដែលក្រុមការងារយើងកំពុងតែធ្វើការផ្ដិតរូបភាពនិងធ្វើការផ្សាយផ្ទាល់នេះបាទគឺការចូលរួមគឺនឹកស្មានមិនដល់ថាប្រជាពលរដ្ឋយើងបាទស្រឡាញ់រាប់អានកងវិរៈកងទ័ពរបស់យើងច្រើនមែនទែនបាទគឺគាត់ទទួលបានព័ត៌មាននេះគឺគាត់ប្រមូលគ្នាទាំងបងទាំងប្អូនទាំងយាយទាំងតាទាំងក្រុមគ្រួសារមានអ្នកមីងមួយមុននេះបន្តិចខ្ញុំសម្ភាសជាមួយគាត់ថាបាទអញ្ជើញចូលរួមនេះគឺមកនេះគឺគាត់អត់មានបានហូបបាយហូបទឹកទេបាទឆ្លងទីទៅអមបាទប្រិមិត្តទោះសន្តិជនណាឥឡូវយើងទៅតាមដានមើលជាមួយនឹងក្រុមការងារយើងទាំងអស់គ្នាបាទទៅជួបជាមួយអ្នកមីងបន្តិចមើលបាទប្រិមិត្តបាទជម្រាបសួរអ្នកមីងហើយអ្នកមីងជាមួយអីដែរខ្ញុំវងណារីបញ្ជនប្រហែលឆ្នាំអ្នកមីង72ហើយអូយ72នៅកម្លាំងមាំមួយល្អអ្នកមីងបាទសប្តាហ៍ថ្ងៃនៅដំណាក់ដែរអ្នកមីងខ្ញុំនៅមុខពលាននេះទេណោះបាទហើយអ្នកមីងទទួលបានព័ត៌មានពីខាងណាមកវិញថាថ្ងៃនេះតែសម្រាប់វិរៈកងទ័ពរបស់យើងត្រូវបានដោះលែងឲ្យមានសេរីភាពមកវិលមកកាន់ទៅប្រទេសយើងវិញតាមរយៈទូតារដ្ឋីហើយតាមទូរស័ព្ទទៀតបាទមើលតារដ្ឋីបាទហើយទទួលបានព័ត៌មានអ្នកមីងមានអារម្មណ៍យ៉ាងម៉េចដែរទទួលបានព័ត៌មានភ្លាមអារម្មណ៍ភើបហ្មងរំភើបអត់ឃ្លានបាយអត់ឃ្លានបាយនេះអត់មានបាយនេះរំភើបហ្មងយំចេញដែរអរពេកហើយក្នុងចំណោមវិរៈកងទ័ពរបស់យើងទាំង18រូបមានជាប់សាច់ឈាមកូនក្មួយអ្នកមីងអត់ទេអត់មានទេប៉ុន្តែយើងជាសាច់ឈាមខ្មែរដូចគ្នាបាទទឹកចិត្តនៅមីងណោះបាទរំភើបហើយអទីចង់យំទីចង់អីទៀតបាទស្ទើរតែនិយាយមិនចេញមីងណោះបាទជាចុងក្រោយអ្នកមីងមានពាក្យពេចន៍អ្វីជូនពរដល់វិរៈកងទ័ពរបស់យើងជូនពរវិរៈកងទ័ពយើងឲ្យមានសុខភាពល្អយូរចង់សុំឲ្យមានសន្តិភាពបាទប្រជាពលរដ្ឋខ្មែរគ្រប់រូបបាទស្អប់ណាស់សង្គ្រាមបាទស្រឡាញ់ណាស់សន្តិភាពចង់បានតែសន្តិភាពទេប៉ុន្តែអ្នកដែលបង្កអ្នករករឿងយងគឺផ្ទះទី2របស់គេនោះទេបាទជាអ្នករករឿងយើងបាទអរគុណច្រើនសម្រាប់ទឹកចិត្តអ្នកមីងបាទជម្រាបលាអ្នកមីងអរគុណច្រើនបាទប្រិយមិត្តទោះសនិកជនបាទឥឡូវនេះបាទរថយន្តវិរៈកងទ័ពរបស់យើងបាទការវិលត្រឡប់មកវិញបាទអូប្រិមត្តយើងជ័យយោវិរៈកងទ័ពបងឲ្យខ្វះហានរបស់យើងបាទប្រិមត្តទោះសនិកជនបាទការវិលត្រឡប់របស់វិរៈកងទ័ពទាំង18រូបរបស់យើងបានមកដល់ហើយបាទសូមជួយshareដល់គ្នាប្រិមត្តទោះសនិកជនដែលកំពុងតែទស្សនានៅតាមគេហដ្ឋានបាទសូមជួយshareដល់គ្នាក្នុងការចែករំលែកបាទបាទនេះក្បួនជ័យយោវិរៈកងទ័ពបងឲ្យខ្វះហានរបស់យើងបាទអូប្រិមត្តទោះសនិកជនបាទការអញ្ជើញទៅរបស់វិរៈកងទ័ពរបស់យើងបានមកដល់ហើយប្រិមត្តអូនេះវិរៈកងទ័ពរបស់យើងបាទអូប្រិមត្តទោះសនិកជនបាទការអញ្ជើញទៅរបស់វិរៈកងទ័ពរបស់យើងបាទអញ្ជើញទៅដល់ហើយបាទនេះអូបាទ
នៅទៀតអត់មកទេបាទប្រិមិត្តបាទជួយshareដល់គ្នាក្នុងការចែករំលែកឲ្យស្មារតីបាទនេះបាទក្បួនរថយន្តរបស់វិរៈកងទ័ពនៃការអញ្ជើញវិរៈកងទ័ពរបស់យើងបាទអូយប្រជាជនខ្មែរទូទាំងប្រទេសបាទពិតជារំភើបមែនទែនបាទរំភើបមែនទែនប្រិមិត្តទោសអតិថិជនបាទជ័យយោវិរៈកងទ័ពដល់ខ្លារបស់យើងជ័យយោបាទនេះគឺជាក្បួនរថយន្តបាទរបស់នៃការចេញបន្តរបស់វិរៈកងទ័ពរបស់យើងទាំង18រូបណាប្រិមិត្តទោសអតិថិជនបាទនេះបាទសុខសប្បាយបងប្អូនវិរៈកងទ័ពរបស់យើងបាទជ័យយោ5-6រថយន្តអបអរសាទរបាទវត្តមានអាយដាមពីបាទរាជធានីភ្នំពេញបាទលោកក៏បានអញ្ជើញមកចូលរួមទទួលនៃការត្រឡប់មកដល់នៃវិរៈកងទ័ពរបស់យើងផងដែរប្រិមិត្តទោសអតិថិជនបាទយោបាទទស្សនវិជ្ជាទាំងស្រុងនៅមុខអតីតពលានយន្តហោះអន្តរជាតិភ្នំពេញដែលក្រុមការងារកំពុងតែធ្វើការផ្សាយផ្ទាល់បាទពិធីបាទទទួលរងចាំទទួលស្វាគមន៍នៃការត្រឡប់មកដល់មាតុភូមិវិញរបស់វិរៈកងទ័ពរបស់យើងទាំង18រូបបាទឥឡូវនេះយើងឃើញហើយទស្សនវិជ្ជាជាក់ស្ដែងដែលការចូលរួមច្រើនកកមែនទែនពីបងប្អូនប្រជាពលរដ្ឋយើងមន្ត្រីរាជការគ្រប់មន្ត្រីស្ថាប័នបាទគ្រប់ជាន់ថ្នាក់បាទក៏ដូចជាក្មួយសិស្សសានុសិស្សគ្រប់វិទ្យាល័យនិងអនុវិទ្យាល័យទូទាំងរាជធានីភ្នំពេញផងដែរមើលនេះផងមើលផងកុំលើកខុសបាទសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងព្រះរាជាណាចក្រកម្ពុជាទូទាំងប្រទេសបាទពិតជាមានក្តីសមនស្សរំភើបរីករាយខ្លាំងទាល់តែមែនទែនបាទសម្រាប់ឆ្នាំ2025នេះប្រិមិត្តទោសអស្ចារ្យជនបាទទឹកមុខបងប្អូនជាពលរដ្ឋយើងទាំងស្រីទាំងប្រុសទាំងចាស់ទាំងក្មេងគាត់មានភាពសប្បាយរីករាយខ្ញុំញ៉ែមសប្បាយរីករាយនឹងការវិលត្រឡប់មកកាន់មាតុប្រទេសរបស់ថ្ងៃទី31ខែធ្នូឆ្នាំ2025នេះផងដែរប្រិមិត្តទោសអស្ចារ្យជនបាទយើងឃើញថាប្រមុខថ្នាក់ដឹកនាំបាទគ្រប់ជាន់ថ្នាក់ក៏បានអញ្ជើញមកចូលរួមបាទទទួលការវិលត្រឡប់មកមាតុប្រទេសវិញរបស់វិរៈកងទ័ពរបស់យើងទាំង18រូបផងដែរសម្រាប់នាថ្ងៃទី31ខែធ្នូឆ្នាំ2025នេះនៅនឹងអតីតពលានយន្តហោះអន្តរជាតិភ្នំពេញនេះតែម្ដងប្រិយមិត្តណាដែលស្ថិតនៅតាមបណ្ដោយមហាវិទ្យាល័យសហព័ន្ធរុស្ស៊ីបាទសង្កាត់កកាមួយខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទយើងឃើញថាការចូលរួមរបស់បងប្អូនជីវរដ្ឋយើងគឺច្រើនទាល់តែមែនទែននឹកស្មានមិនដល់ប្រិមិត្តយើងដោយសារគាត់តែសប្បាយរីករាយនឹងមកទទួលបាទការវិលត្រឡប់មកមាតុប្រទេសវិញរបស់វិរៈកងទ័ពរបស់យើងទាំង18រូបបានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងវិញហើយបាទចាប់ពីបាននៅជួបជុំបាទក្រុមគ្រួសារប្រពន្ធកូនឪពុកម្ដាយសាច់ញាតិបងប្អូនគាត់នឹងរៀបចំទទួលនៃការចូលឆ្នាំសកលនាពេលដល់ខ្លីខាងមុខនេះផងដែររកឡើងបាត់ទាំង11បាត់កម្មវិធីនេះបងនេះមកឈប់ពីណាឈប់បាត់មិនដឹងណា11ដែរឈប់បាត់មកឈប់ពីណាអញឡានគេបាទប្រិមត្តទោសសន្តិជនបាទថ្ងៃនេះគឺជាថ្ងៃមហាប្រវត្តិសាស្ត្រហើយដែលប្រជាជនទូទាំងប្រទេសកម្ពុជាបាទមានក្តីរំភើបសប្បាយរីករាយនឹងយើងទទួលបាននៅវិរៈក
កងទ័ពរបស់យើងទាំង18រូបបានទៅធ្វើការវិលត្រឡប់មកកាន់មាតុប្រទេសវិញហើយសម្រាប់ថ្ងៃទី31ខែធ្នូឆ្នាំ2025នេះបាទពិតជារំភើបមែនទែនបាទជាថ្ងៃដ៏ប្រវត្តិសាស្ត្រក៏ដូចជាថ្ងៃនឹងឆ្លងឆ្នាំសកលនាពេលដ៏ខ្លីខាងមុខនេះផងដែរបាទវត្តមានខ្ញុំបាទជាមួយនឹងក្រុមការងារទាំងអស់នៃអង្គភាពសហព័ន្ធមាន CRNU ក៏សូមមេត្តាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលទៅជ្រៅទៅដល់ប្រិមិត្តទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសដែលតែងតែចំណាយពេលវេលាតាមដានរាល់ការផ្សាយរបស់អង្គភាពសហព័ន្ធមាន CRNU Live 24ម៉ោងប្រិមិត្តទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសចង់បានព័ត៌មានលឿនរហ័សទាន់ហេតុការណ៍បាទជាមួយនឹង CRNU បាទអាចជួញលីង Telegram បានបាទតាមរយៈលេខទូរស័ព្ទបាទ081 808 818ប្រិមិត្តនឹងទទួលបាននូវព័ត៌មានថ្មីទាន់ហេតុការណ៍តែម្ដងបាទរាល់កំហុសខុសឆ្គងកើតឡើងដោយអចេតនាណាមួយក៏សូមមេត្តាខន្តីអភ័យទោសនៅពាក្យពេចន៍លើសលួសខ្ពស់ទៀតត្រង់ណាមិនសមរម្យផងដែរបាទខុសឆ្គងយ៉ាងណាក៏សូមមេត្តាខន្តីអភ័យទោសសម្រាប់ពេលនេះវត្តមានខ្ញុំបាទគង្គា87បាទគង្គា11គង្គា81បាទគង្គា80ក៏ដូចជាសហការី CRNU ទាំងអស់ក៏សូមមេត្តាខន្តីអភ័យទោសម្ដងហើយម្ដងទៀតនិងសូមគោរពលាតែត្រឹមតែសូមអរគុណ